ជំរាបសួរមនុស្សស្មោះទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរគឺយើងនឹងមកសម្រាយរឿង Jungle កន្លងមកអ្នកទាំងអស់គ្នាឃើញមានសម្រាយរឿងពាក់ព័ន្ធជាមួយនឹងរឿងហុងកុងរឿងចិនរឿងក្បាច់គុណផ្សេងៗប៉ុន្តែថ្ងៃនេះគឺយើងដូររសជាតិ admin សម្រាយដដែលទេប៉ុន្តែរសជាតិ Strawberry ហើយដំណើរសាច់រឿងពាក់ព័ន្ធជាមួយនឹងរឿង Jungle នេះគឺនិយាយអំពីបុរសម្នាក់ដែលគាត់បានធ្វើដំណើរចេញពីស្រុកកំណើតរបស់គាត់នៅប្រទេសអ៊ីស្រាអែលហើយគាត់បានធ្វើដំណើរមកសៅអាមេរិកដើម្បីទទួលបានបទពិសោធន៍ថ្មីក៏ដូចជាផ្សងព្រេងចូលទៅក្នុងព្រៃ Amazon ហើយការផ្សងព្រេងរបស់គាត់គឺជួបជាមួយនឹងរសជាតិគ្រប់បែបយ៉ាងទាំងអស់មានផ្អែមប្រៃល្វីងជូរចត់ហើយក៏វាធ្វើឲ្យគាត់ស្ទើរតែបាត់បង់ជីវិតផងដែរហើយចំពោះរឿងនេះផងដែរគឺវាផ្អែកទៅលើរឿងពិតដែលគេយកមកថតជាខ្សែភាពយន្តណាអ្នកនរគ្នាអញ្ចឹងហើយបើអ្នកណាមកថ្មីកុំភ្លេចជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងកុំចិត្តអាក្រក់អីហើយ Channel admin គឺទើបតែទទួលបាន 1k Subscriber ហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាមែនតើដែលតែងតែមើលវីដេអូរបស់ admin ហើយក៏បានជួយ Subscribe មានរហូតមកដល់ពេលនេះហើយកុំភ្លេចបន្ត Subscribe ផងបើសិនជាអ្នកទាំងអស់គ្នាមកថ្មីហើយមួយទៀត admin ក៏សូមពឹងអ្នកទាំងអស់គ្នាផងដែរដែលសារតែពេលនេះ admin គឺធ្វើ Channel មួយទៀតដែលតាក់ទងជាមួយនឹងការចែករំលែកចំណេះដឹង Digital អីចឹងណាហើយពេលដែលអ្នកនរគ្នាចូលមកក្នុង Channel របស់ admin នឹងឃើញ Channel មួយទៀតនៅខាងក្រោមហ្នឹងហើយអញ្ចឹងកុំភ្លេចជួយចុច Subscribe ឲ្យម្នាក់មួយផង admin នឹងខំព្យាយាមធ្វើវីដេអូចែករំលែកចំណេះដឹងពីការធ្វើ YouTube អីចឹងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាបរិមម្នាក់នេះគាត់មានឈ្មោះថា Yoshi Ginsburg ហើយក៏ជាតួឯកនៅក្នុងរឿងរបស់យើងហើយអ្នកទាំងអស់គ្នាក៏បានស្គាល់គាត់ហើយនៅក្នុងរឿង Harry Potter ប៉ុន្តែពេលនេះ admin សំហៅគាត់ថា Yoshi ទៅកុំឲ្យវែងពេកតែពេលនេះគាត់កំពុងតែធ្វើដំណើរឆ្លងទន្លេដើម្បីទៅកាន់តំបន់ South America ដើម្បីធ្វើការបោះតង់នៅក្នុងព្រៃហើយពេលនោះរៀបនឹងចេញដំណើរក៏មានបរិមម្នាក់ក៏បានស្រែកហៅដើម្បីឲ្យទូកត្រឡប់មកវិញហើយបរិមម្នាក់នោះគាត់មានឈ្មោះថា Marcus នៅពេលនេះពួកគេទាំងពីរនាក់ក៏បានរាប់អានគ្នាជាមិត្តភក្តិដែលស្ដេចពួកគេគឺសិតតែមានចំណងចំណូលចិត្តនៅក្នុងការបោះតង់ក្នុងព្រៃស្អែកឡើងពួកគេក៏បានធ្វើដំណើរមកក្នុងភូមិដើម្បីមើលការរស់នៅរបស់អ្នកភូមិអញ្ចឹងណាហើយពេលដែលដើរហ្នឹង Marcus ក៏បានជួបមិត្តចាស់របស់គេដែលមានឈ្មោះថា Kevin ហើយ Kevin ហ្នឹងក៏ជាមនុស្សមួយដែលចូលចិត្តដើរនៅក្នុងព្រៃចូលចិត្តបោះតង់ជាពិសេសគេចូលចិត្តថតរូបនៅក្នុងព្រៃដើម្បីទុកជាអនុស្សាវរីយ៍អីអញ្ចឹងទៅហើយបរិមម្នាក់នេះគាត់មានឈ្មោះថា Carl ហើយ Carl គាត់គឺជាបរិមម្នាក់ដែលរស់នៅទីនេះហើយគាត់តែងតែចូលនៅក្នុងព្រៃជាញឹកញយអញ្ចឹងហើយយើងអាចហៅគាត់ថាជាព្រានព្រៃអញ្ចឹងទៅភាសាអង់គ្លេសគេហៅថា Hunter ណាអ្នកនរគ្នាអាចនិយាយថាជាអ្នកប្រមាញ់នៅក្នុងព្រៃឬក៏ជាអ្នកដែលឧស្សាហ៍ដើរព្រៃពេលនេះ Carl គាត់ឃើញ Yoshi កំពុងតែដើរហើយគាត់ក៏ដឹងថា Yoshi គឺមិនមែនជាអ្នករស់នៅទីនេះទេ Carl ក៏បានសួរទៅកាន់ Yoshi ថាតើគាត់គឺជាជនជាតិអាមេរិកមែនទេហើយ Yoshi ក៏បានឆ្លើយថាមិនមែនទេហើយពេលនេះពួកគេទាំងពីរក៏បានមកអង្គុយនិយាយគ្នាហើយ Yoshi ក៏បានប្រាប់គាត់អំពីចំណងចំណូលចិត្តដែលពួកគាត់មកទីនេះដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីធម្មជាតិ Carl ក៏បានប្រាប់ទៅកាន់ Yoshi ថានៅទីនេះគឺមានព្រៃមួយដែលមានធម្មជាតិស្រស់ស្អាតមែនទែនហើយវាគឺមិនធ្លាប់បានមានមនុស្សណាទៅដល់នោះទេអញ្ចឹងហើយបើសិនជាពួកគេបានចូលទៅក្នុងទីនេះគឺពួកគេនឹងទទួលបានបទពិសោធន៍ថ្មីៗអំពីធម្មជាតិហើយនឹងទទួលបានអារម្មណ៍ប្លែកៗពីធម្មជាតិអីអញ្ចឹងទៅនៅពេលដែល Yoshi បានឮ Carl និយាយបែបនេះគាត់ក៏មានចំណាប់អារម្មណ៍ដោយសារតែគាត់គឺជាមនុស្សដែលចូលចិត្តធម្មជាតិស្រាប់អញ្ចឹងហើយអ្នកណានិយាយអំពីធម្មជាតិគឺគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនហើយពេលនេះ Yoshi ក៏បានយកអ្វីដែលខ្លួនបានស្ដាប់ពី Carl យកទៅប្រាប់មិត្តភក្តិរបស់គាត់ទាំងពីរនាក់គឺ Marcus រួមជាមួយនឹង Kevin ហើយនៅពេលដែលយកព័ត៌មានទាំងអស់នោះមកប្រាប់ Marcus រួមជាមួយនឹង Kevin ពួកគេទាំងពីរគឺអត់ជា Yoshi នោះទេដោយសារតែគេគិតថា Carl គឺគ្រាន់តែប្រាប់ពួកគេបែបនេះដើម្បីតែចង់បានចំណាប់អារម្មណ៍ពីពួកគេក៏ដូចជារកប្រាក់ចំណូលនៅពេលដែលគាត់ជូនចូលទៅក្នុងអីអញ្ចឹងទៅតែ Yoshi ក៏បានប្រាប់មិត្តភក្តិគេទាំងពីរថា Carl គឺមិនមែនជាមនុស្សអញ្ចឹងនោះទេទោះបីជាគេតាមបានជួបរយៈពេលខ្លីមែនប៉ុន្តែតាមរយៈការដែលគេនិយាយគ្នាគឺគេអាចដឹងថា Carl គឺជាមនុស្សដែលស្រឡាញ់ធម្មជាតិដូចគ្នាអញ្ចឹងហើយគេចង់នាំពួកគេទៅស្គាល់រសជាតិប្លែកៗនៅក្នុងធម្មជាតិហើយវាគឺជាបទពិសោធន៍មួយដែលល្អនៅក្នុងជីវិតអញ្ចឹងហើយពេលនេះ Yoshi ក៏បានប្រាប់ទៅកាន់មិត្តភក្តិរបស់គេទាំងពីរថាបើសិនជាមិនជឿគេនិយាយនោះទេស្អែកគឺអាចទៅជួប Carl ជាមួយគ្នាបាននៅពេលទៅជួប Carl Kevin ក៏បានត្រៀមជាមួយនឹងផែនទីមួយដើម្បីទៅនិយាយឲ្យ Carl បញ្យល់អីអញ្ចឹងទៅប៉ុន្តែ Carl ក៏បានប្រាប់មកវិញថាមិនចាំបាច់មានផែនទីអីនោះទេដោយសារតែគេចូលព្រៃហ្នឹងគឺគេចំណាំផ្លូវអស់ហើយកន្លុកកលៀតកន្លែងណាក៏គេដឹងដែរហើយទីតាំងដែលពួកគេទៅគឺមានឈ្មោះថា Rio Colorado នៅពេលដែលពួកគេទាំង3បានស្ដាប់ Carl និយាយរួចរាល់អស់ហើយពេលនេះពួកគេក៏បានមកនិយាយគ្នាថាតើគូទៅឬក៏យ៉ាងណាបើសម្រាប់ Yoshi វិញគឺគេអូខេស្រាប់ហើយចំពោះ Kevin គឺគាត់ស្រឡាញ់ការថតរូបមែនតើអញ្ចឹងហើយគាត់ចាប់អារម្មណ៍ថានៅពេលដែលគាត់ចូលទៅខាងក្នុងគាត់នឹងអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតពីធម្មជាតិហើយពេលនេះគឺនៅសល់តែ Marcus នោះទេដែលគេកំពុងតែគិតថាគូទៅឬក៏អត់ហើយមកសន្ទុះក្រោយមកគេក៏ប្រាប់អ្នកទាំងពីរថាអូខេហើយចំពោះ Yoshi ពេលនេះគឺគេសប្បាយចិត្តខ្លាំងមែនតើដោយសារតែដំណើរផ្សងព្រេងលើកនេះគឺមានមិត្តភក្តិរបស់គេទាំងពីរចូលរួមហើយពេលនេះដំណើរផ្សងព្រេងរបស់ពួកគេក៏បានចាប់ផ្ដើមហើយចាប់ផ្ដើមមកគឺយើងឃើញថាពិតជាគួរឲ្យចាប់អារម្មណ៍មែនតើធម្មជាតិគឺពិតជាស្រស់ស្អាតហើយចំពោះ Kevin វិញដើរបណ្ដាលេង ukulele បណ្ដាមើលទៅពិតជា fresh ខ្លាំងមែនតើកំពុងតែគេយប់ឡើងជុំគ្នានឹងមិនដឹងជាមានស្អីគេតិចឬក៏ខំ Marcus ទេគេក៏បានភ្ញាក់ឡើងឲ្យស្រែកឆោឡងពេញទៅនឹងប៉ុន្តែតាមពិតវាគ្រាន់តែជាមេអំបៅតែប៉ុណ្ណោះហើយអាពាក់ Marcus ហ្នឹងគឺស្ដាច់ខ្លាចហើយអញ្ចឹងហើយពួកគេទាំង3ក៏បានសើចចំអក Marcus ផងដែរថាគេទៅវិញទៅវាអត់មានអីទេគ្រាន់តែមេអំបៅទេហើយស្អែកឡើងពួកគេក៏បានធ្វើដំណើរបន្តទៀតទៅហើយកំពុងតែដើរបន្លែងគ្នាផងនិយាយគ្នាយ៉ាងសប្បាយរីករាយហើយពេលនោះ Carl ក៏បានប្រាប់ទៅកាន់ពួកគេថាឲ្យបន្តដំណើររឿងលឿនបន្តិចដោយសារតែតិចទៀតគឺអាចនឹងមានភ្លៀងធ្លាក់មកហើយមកស្ទុះក្រោយមកយើងឃើញថាក៏មានភ្លៀងធ្លាក់ពិតមែនហើយពួកគេក៏បានសួរទៅកាន់ Carl ថាហ
ហេតុអីបានជាគេដឹងថាបន្តិចទៀតមានភ្លៀងខាក៏បាននិយាយយ៉ាងមានទំនុកចិត្តទៅប្រាប់ពួកគេថានៅក្នុងព្រៃនេះគេដឹងគ្រប់យ៉ាងហើយយូស៊ីក៏បានសួរបន្ថែមទៅកាន់ខាថាតើខាអាចនិយាយជាមួយនឹងសត្វនៅក្នុងព្រៃបានទេខាក៏បានឆ្លើយមកវិញថាចំពោះស្វាគឺគេអាចនិយាយជាមួយបានហើយយប់ឡើងពួកគេក៏បានមកអង្គុយហាភ្លើងជុំគ្នាដើម្បីសម្ងួតខោអាវដែលថាតែមុនហ្នឹងគឺសើមជាមួយនឹងទឹកភ្លៀងស្អែកឡើងពួកគេក៏បានធ្វើដំណើរបន្តទៅខាងក្នុងព្រៃហើយពេលនេះវាកាន់តែជ្រៅហើយកំពុងដើរទៅមុខហ្នឹងម៉ាខើសក៏មិនប្រយ័ត្នក៏បានធ្វើឲ្យមេឈើមួយវត្តមកចំករបស់យូស៊ីហើយពេលនោះក៏ធ្វើឲ្យយូស៊ីមានរបួសបន្តិចនៅលើកផងដែរហើយក៏ចង់យកថ្នាំនៅក្នុងកាបូបមកលាបឲ្យយូស៊ីតែយូស៊ីក៏មានអារម្មណ៍មិនល្អនោះទេពេលនេះក៏មានអារម្មណ៍ថាខឹងបន្តិចបន្តួចទៅកាន់ម៉ាខើសផងដែរគេក៏ប្រាប់ថាមិនបាច់ធ្វើទាំងអស់ឲ្យដើរបន្តទៅមុខទៀតទៅឲ្យដើរដោយប្រយ័ត្នប្រយែងអញ្ចឹងណាដើរបន្តទៅមុខទៀតក៏ស្រាប់តែបាត់ជាមួយនឹងខាល់ហើយពេលនេះយើងដឹងថាខាល់ទៅណានោះទេប៉ុន្តែយើងក៏លែងមើលយូស៊ីរួមជាមួយនឹង Kevin គឺពួកគេមិនអីនោះទេគេតាំងអារម្មណ៍ដើរទៅមុខធម្មតាប៉ុន្តែចម្លែកអីអាពាក់ curse ហ្នឹងគឺមានអារម្មណ៍ថាស្លន់ស្លោភ័យឲ្យខ្លាចវែងផ្លូវអីអញ្ចឹងណាហើយ Kevin ក៏បានលឺសំឡេងព្រៃកំពុងតែមានចលនាមើលទៅវាហាក់បីដូចជាមានសត្វសាហាវដើម្បីមករកពួកគេអញ្ចឹងទៅហើយគាត់ក៏បានប្រាប់ទៅកាន់ Marcus ថាកុំឲ្យស្រែកឲ្យនៅស្ងៀមអីអញ្ចឹងទៅតែពេលហ្នឹងអត់ស្ដាប់នោះទេគឺនៅតែស្លន់ស្លោឲ្យនៅតែស្រែកអញ្ចឹងណាហើយពេលនេះពួកគេកំពុងតែមានអារម្មណ៍ថាភ័យដោយសារតែពេលនេះខាលក៏មិននៅហើយពួកគេក៏មិនដឹងថាមានសត្វអ្វីមករកពួកគេនោះទេហើយនៅពេលដែលសត្វនោះដើរមកដល់គឺពិតជាកាចសាហាវមែនទែនគឺសត្វគោកន្លែងសូម្បីតែ admin ក៏ដាច់ចកេះដែរចាញ់បោករឿងដូចគ្នាហ្នឹងហើយពួកគេក៏បានសួររកភូមិ Aziramus ហើយបរិមអ្នកនោះក៏បានប្រាប់ថានៅខាងមុខហើយដើរមកដល់ក៏ឃើញថាខាលកំពុងតែរងចាំពួកគេនៅមាត់ស្ទឹងមួយហើយពេលនេះយូស៊ីក៏បានប្រាប់ទៅកាន់ខាលថាលើកក្រោយកុំឲ្យដើរចោលពួកគេដោយសារតែខ្លាចវែងផ្លូវអញ្ចឹងណាហើយពេលនេះពួកគេក៏បានមកដល់ភូមិមួយដែលមានឈ្មោះថា Aziramus ហើយភូមិនេះគឺជាភូមិដែលមានប្រជាជនរស់នៅបែបជនជាតិភាគតិចហើយមិនមានភាពស៊ីវិល័យអីនោះទេគឺពួកគេរស់នៅជាមួយនឹងធម្មជាតិហើយពួកគេទាំង3គឺពិតជាមានអារម្មណ៍សប្បាយមែនទែនដោយសារតែនេះគឺជាអ្វីដែលពួកគេចង់ឃើញហើយបន្តិចក្រោយមកហ្នឹងពួកគេក៏បានទៅមុជទឹកជុំគ្នាហើយពួកគេស្មានថានៅក្នុងព្រៃគឺអត់មានមនុស្សមានឯណាងាកមកខាងក្រោយគឺឡើងមកភូមិហើយពួកគេកំពុងមុជទឹកអត់មានស្លៀកអាវទាំងអស់អាហ្នឹងបានគេហៅថាធម្មជាតិពិតៗណាអ្នកនរគ្នាហើយយប់ឡើងពួកគេក៏បានអង្គុយញ៉ាំអីជុំគ្នាលក្ខណៈឈៀលអញ្ចឹងណាអ្នកនរគ្នាមានជាមួយនឹងអាហារក្នុងតំបន់ស្រាបារីហើយក៏អង្គុយលេងយូកាឡេលេច្រៀងជុំគ្នាយ៉ាងសប្បាយរីករាយបន្ទាប់មកម៉ាខើក៏បានទៅអង្គុយលាបថ្នាំជើងរបស់គេដោយសារតែជើងគេគឺមានអារម្មណ៍ថាដូចជាមានការរលាកខ្លះដោយសារតែពួកគេដើរច្រើនហើយពេលនោះដែរក៏មានក្មេងប្រុសម្នាក់នៅក្នុងភូមិដែលគេក៏បានបន្សំថ្នាំរបស់ Marcus ហើយ Marcus ក៏បានលាបថ្នាំឲ្យក្មេងនោះទៅហើយដោយសារតែ Marcus គឺនៅក្នុងកាបូបរបស់គេគឺមានថ្នាំជាច្រើនដែលបានយកមកអញ្ចឹងហើយគេក៏ជួយព្យាបាលអ្នកភូមិហើយពេលនេះគឺដល់ពេលដែលពួកគេគឺត្រូវធ្វើដំណើរផ្សងព្រេងបន្តទៀតហើយដោយសារតែគោលដៅដែលពួកគេចង់ទៅនឹងគឺវាមិនទាន់ដល់នោះទេធ្វើដំណើរបន្តពួកគេក៏ឆ្លៀតរែងរ៉ែមាសផងដែរពេលនេះយូស៊ីក៏រែងបានដុំមាសទូចមួយបន្តទៅមុខទៀតពួកគេក៏ទៅដល់កន្លែងមួយដែលមើលទៅវាពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយមានមេអំបៅនៅក្នុងព្រៃមើលទៅគឺអារម្មណ៍ធម្មជាតិនេះគឺវាកាន់តែ fresh តែម្ដងហើយម្នាក់ៗគឺពិតជា enjoy ខ្លាំងមែនទែនហើយចំពោះ Kevin វិញគឺមិនចាំយូរនោះទេក៏បានដកកាមេរ៉ាមកផ្ដិតយករូបភាពនិងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតធ្វើដំណើរបន្តទៅមុខទៀតពេលនោះខាគាត់ក៏បានឃើញស្វាមួយនៅលើចុងឈើហើយដោយសារតែយប់នេះគឺពួកគេក៏ត្រូវការម្ហូបផងដែរដូច្នេះហើយខាក៏បានធ្វើការបាញ់ទៅលើស្វានោះតែម្ដងនៅពេលដែលត្រូវមួយគ្រាប់ស្វានោះគឺមិនទាន់ស្លាប់នោះទេអញ្ចឹងហើយខាក៏យកដងកំភ្លើងទៅវាយស្វានោះឲ្យស្លាប់តែម្ដងហើយចំពោះ Marcus ក៏បានធ្វើការខាត់ទៅកាន់ខាផងដែរថាកុំឲ្យវាយស្វាបែបនេះមើលទៅវាប្រៃវិស័យខ្លាំងណាស់តែខាក៏បានប្រាប់អ្នកនរគ្នាវិញថានៅពេលដែលចូលមកក្នុងព្រៃគឺវាត្រូវតែសម្លាប់សត្វហើយដើម្បីធ្វើម្ហូបបើមិនចឹងទេពួកគេមិនអាចដំណើរទៅមុខបានទេនៅពេលយប់ឡើងខាក៏បានចំអិនសាច់សត្វនោះដើម្បីញ៉ាំជុំគ្នាហើយមើលទៅមាត់ខាគឺញ៉ាំទំនងខ្លាំងមែនទែនហើយពេលនោះពួកគេទាំង3គឺមិនទាន់មានអ្នកណាចាប់ផ្ដើមញ៉ាំនោះទេដោយសារតែមានអារម្មណ៍ថាញើតអីចឹងណាចំពោះ Kevin ក៏បានចាប់ផ្ដើមនៅក្នុងការញ៉ាំមុនគេប៉ុន្តែ Kevin ក៏កំពុងតែញើតផងដែរនៅពេលដែល Kevin ចាប់ផ្ដើមញ៉ាំចំពោះ Marcus វិញគឺគេចង់ក្អួតបាត់ទៅហើយនៅពេលដែល Kevin ញ៉ាំហើយគេក៏ប្រាប់អ្នកទាំងពីរវិញថាអត់អីទេញ៉ាំបានឆ្ងាញ់អញ្ចឹងទៅហើយចំពោះ Yoshi គេក៏បានសាកផងដែរហើយពីរអ្នកហ្នឹងគឺអត់អីទេប៉ុន្តែចំពោះ Marcus វិញគឺនៅតែញើតអញ្ចឹងហើយអត់ហ៊ានញ៉ាំទេរੂតែក្អួតហ្នឹងហើយដោយសារតែខាលមើលទៅអាប៉ែ Marcus ហ្នឹងវាដូចជាវេទនាខ្លាំងពេកអញ្ចឹងហើយគាត់ក៏សម្រេចចិត្តដាំបាយខ្លះឲ្យប៉ែហ្នឹងហ្មងទៅដោយសារតែគាត់ក៏បានយងកមកខ្លះផងដែរស្អែកឡើងពួកគេក៏បានបន្តដំណើរទៅមុខទៀតហើយពេលនេះយើងឃើញថាជើងរបស់ Marcus គឺរបួសកាន់តែច្រើនហើយដោយសារតែពួកគេដើរច្រើនអញ្ចឹងហើយពេលខ្លះក៏វាអាចឆ្លងមេរោគដែលយើងមើលទៅដូចជាអាលែកស៊ីយ៉ាងអញ្ចឹងនៅពេលដែលធ្វើដំណើរហ្នឹងពួកគេក៏ឆ្លៀតសម្រាកផងដែរហើយនៅពេលដែលសម្រាកហ្នឹងយូស៊ីជាមួយនឹង Kevin ក៏បានជជែកគ្នាហើយយូស៊ីពេលនេះគឺគេមានអារម្មណ៍មិនល្អចំពោះ Marcus តតែសោះដោយសារតែប៉ែ Marcus ហ្នឹងគឺមកអួយមែនតើស្អីបន្តិចហ្នឹងគឺសម្រាកស្អីបន្តិចហ្នឹងគឺសម្រាកអញ្ចឹងហើយមិនដឹងថាពេលណាពួកគេអាចទៅដល់គោលដៅនោះទេហើយពេលនេះនៅពេលដែលកំពុងអង្គុយនិយាយគ្នាហ្នឹង Marcus គេក៏បាននិយាយទៅកាន់អ្នកទាំងពីរដែរថាគេពិតជាសំទោសខ្លាំងមែនតើដោយសារតែជើងរបស់គេមានបញ្ហាហើយគេផ្ទាល់ក៏មិនចង់ឲ្យមានរឿងនេះកើតឡើងដែរដែលធ្វើឲ្យដំណើរផ្សងព្រេងហ្នឹងមានលក្ខណៈយឺតយ៉ាវតែយូស៊ីក៏មិនបានបន្ទោសគេផងដែរហើយយូស៊ីក៏បាននិយាយថាទោះបីយ៉ាងណាក៏ពួកគេនៅតែជាមិត្តភក្តិហ្នឹងគេក៏បានដើរចូលទៅក្នុងតង់ដើម្បីគេងទៅប៉ុន្តែ Marcus គឺនៅតែមានអារម្មណ៍ថាអន់ចិត្តហើយពេលនេះគេក៏បានអង្គុយយំតែម្នាក់ឯងហើយស្អែកឡើងហ្នឹងគឺ Marcus កំពុងតែមើលជើងរបស់គេទៀតហើយដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងអារបួសហ្នឹងវាចិត្តតែធ្ងន់ទៅហើយចំពោះពួកគេ3នាក់នេះគឺកំពុងតែភាសាគ្នាផងដែរថាតើគួរតែបន្តដំណើរទៅមុខឬក៏ត្រឡប់ទៅភូមិវិញហើយខាក៏បានបញ្ជាក់ផងដែរថាប្រហែលជា 3-4 ថ្ងៃទៀតគោលដៅដែលពួកគេចង់ទៅហ្នឹងគឺអាចដល់ហើយក៏ប៉ុន្តែ Marcus គឺមិនអាចដើររយៈពេល 3-4 ថ្ងៃនឹងបានទេដោយសារតែជើងរបស់គេកាន់តែធ្ងន់ទៅអញ្ចឹងហើយវា
ធីសាគឺអាចត្រឡប់ទៅភូមិវិញអីចឹងណាប៉ុន្តែយូស៊ីហើយជាមួយនឹង Kevin គឺគេមិនព្រមនោះទេដោយសារតែតម្រាំមកដល់ទីនេះគឺវាលំបាកណាស់ទៅហើយចឹងហើយគេក៏ធានាថាគេនឹងមើលថែ Marcus ហើយនឹងនាំ Marcus ទៅដល់គោលដៅតែម្ដងមិនចាំបាច់ត្រឡប់ទៅវិញនោះទេហើយពេលនេះខាក៏និយាយនៅជំរឿសមួយទៀតថាគេនឹងត្រឡប់ទៅភូមិវិញដើម្បីនាំអ្នកភូមិមកសាយ Marcus ទៅភូមិវិញតែម្ដងប៉ុន្តែ Kevin ជាមួយនឹង Yoshi គឺមិនព្រមនោះទេដោយសារគេគិតថាគេមិនអាចនៅទីនេះដោយគ្មានខានោះទេចឹងបើនិយាយខ្លីជំរឿសពេលនេះគឺមាន2ហើយទី1គឺនៅទីនេះ3-4ថ្ងៃទៀតដើម្បីរងចាំឲ្យ Marcus ក៏ដើរបានវិញហើយទី2គឺខាក៏នឹងត្រឡប់ទៅភូមិវិញដើម្បីឲ្យអ្នកភូមិមកជួយ Marcus ហើយ Yoshi ក៏នៅតែប្រាប់ខាដដែលអញ្ចឹងថាទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេនឹងមិនត្រឡប់ទៅភូមិវិញដែរហើយនៅពេលនេះ Kevin ក៏បានទាញនៅផែនទីមកមើលហើយពេលនេះគេក៏បាននឹកឃើញវិធីមួយដោយសារតែពេលនេះជើងរបស់ Marcus ឈឺអញ្ចឹងហើយពួកគេមិនអាចធ្វើដំណើរតាមផ្លូវគោកអញ្ចឹងហើយ Kevin ក៏នឹកឃើញវិធីសាស្ត្រមួយគឺផ្លូវទឹកប៉ុន្តែខាក៏បានប្រាប់អ្នកទាំងអស់គ្នាផងដែរថាយើងមើលនៅក្នុងផែនទីគឺវាងាយស្រួលក៏ប៉ុន្តែជាក់ស្ដែងគឺវាមិនស្រួលដូចក្នុងផែនទីនោះទេដោយសារតែធ្វើដំណើរតាមផ្លូវទឹកគឺវាអាចជួបនឹងបញ្ហាដូចជាបុកថ្មរួមជាមួយនឹងនៅពេលដែលទឹកហូរខ្លាំងគឺនឹងអាចមានគ្រោះថ្នាក់ប៉ុន្តែទោះបីជាខាខំប្រាប់យ៉ាងណាក៏ដោយដោយសារតែពេលនេះពួកគេទាំង3បានយល់ស្របនៅវិធីសាស្ត្រនេះបាត់ទៅហើយចឹងហើយពេលនេះគឺសម្លេង3ទល់នឹង1ចឹងហើយពួកគេក៏សម្រេចចិត្តថាសាងសង់នៅក្បូនមួយដើម្បីបណ្ដែតទៅតាមទឹកតែម្ដងចឹងហើយពេលនេះពួកគេក៏បានចែកការងារគ្នាធ្វើដើម្បីសាងសង់ក្បូនព្រោះថារដូវភ្លៀងគឺជិតមកដល់ហើយពេលនេះពួកគេក៏អាចសាងសង់បានក្បូនមួយដែលអាចប្រើការបានមុននឹងចេញដំណើរខាក៏បានរំលឹកអ្នកទាំងអស់គ្នាថាដើម្បីធ្វើដំណើរនៅលើទឹកគឺត្រូវតែមានភាពសាមគ្គីហើយពេលនេះខាក៏បានប្រាប់អ្នកទាំងអស់គ្នាថាអូខេនៅអ្វីដែលគេប្រាប់ដែរឬទេយល់នៅអ្វីដែលគេកំពុងនិយាយដែរអត់ហើយពួកគេទាំងអស់ក៏បានយល់ស្របហើយគេក៏បានប្រាប់ថាឲ្យសម្រេចទៅដោយសារតែខាជាកាប់តែនហើយពេលនេះពួកគេក៏សាកល្បងធ្វើដំណើរនៅលើទឹកតែម្ដងប៉ុន្តែនៅពេលដែលធ្វើដំណើរហ្នឹងម្នាក់គឺអត់ទាន់មានអារម្មណ៍ថារីករាយនោះទេដោយសារតែមើលទៅគឺវាដូចជាមិនសូវមានសុវត្ថិភាពនិយាយមិនទាន់ចប់នោះទេក្បូនរបស់ពួកគេក៏ធ្វើដំណើរទៅដល់កន្លែងមួយដែលមានថ្មច្រើនហើយពេលនោះទឹកក៏ចាប់ផ្ដើមហូរខ្លាំងផងដែរហើយចំពោះខាក៏បានប្រាប់ឲ្យពួកគេបត់ឆ្វេងបត់ស្ដាំទៅតាមការបញ្ជារបស់គាត់ហើយនៅពេលដែលទឹកហូរកាន់តែខ្លាំងហ្នឹងពេលនោះពួកគេក៏ចាប់ផ្ដើមខ្វែងគំនិតគ្នាដោយសារតែខាបានបញ្ជាឲ្យទៅស្ដាំតែ Kevin ចង់ទៅឆ្វេងអញ្ចឹងហើយចុះឡើងគឺពួកគេចាប់ផ្ដើមមានគំនិតខ្វែងគ្នាដូច្នេះហើយក៏ចាប់ផ្ដើមឆ្លោះគ្នានៅលើក្បូននោះតែម្ដងហើយ Kevin កំពុងតែអន់ចិត្តជាមួយនឹងខាគេក៏បានទម្លាក់ចង្វាចុះឈប់អមតែម្ដងហើយ Marcus ក៏បានប្រាប់ទៅកាន់ Kevin ថាឲ្យស្ដាប់បញ្ជារបស់ខាទៅដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នាហើយ Kevin ក៏បានស្ដីឲ្យមកកាន់ Marcus វិញដូចគ្នាថាឲ្យបិទមាត់ហើយស្ដាប់តាមការបញ្ជារបស់ខាពេលនេះពួកគេក៏បានធ្វើដំណើរមកដល់ច្រាំងដោយសុវត្ថិភាពហើយពេលនេះខាក៏មានអារម្មណ៍ថាអន់ចិត្តជាខ្លាំងដោយសារតែពេលដែលចេញមកគឺខាបានប្រាប់រួចហើយថាឲ្យមានភាពសាមគ្គីហើយក៏ស្ដាប់បញ្ជាគេដូចគ្នាប៉ុន្តែ Kevin គឺចេះជាងអ្នកដែលធ្លាប់ដើរព្រៃទៅទៀតខាពេលនេះក៏ប្រាប់ពួកគេថាឥឡូវនេះគេចូលព្រៃដើម្បីបាញ់សត្វហើយទុកឲ្យកាពីតែនអាមេរិកគឺគេចង់និយាយឌឺទៅកាន់ Kevin ណាថាកាពីតែនអាមេរិកនៅទីនេះហើយអញ្ចឹងហើយមិនបាច់សួរគេទេឲ្យសួរ Kevin តែម្ដងទៅហើយ Marcus ក៏បានស្ដីឲ្យទៅកាន់ Kevin ដូចគ្នាថាឥឡូវសុំចិត្តហើយនៅមិនក៏មិនស្ដាប់ខាល់ប៉ុន្តែ Kevin អត់ខ្វល់ជាមួយសម្ដីរបស់ Marcus ទេ Kevin ក៏បានស្ដីឲ្យ Marcus វិញដូចគ្នាហើយ Yoshi វិញគឺគេអត់មានអីនិយាយនោះទេដោយសារតែពេលនេះពួកគេកំពុងតែបែកបាក់សាមគ្គីគ្នាហើយនៅពេលនេះ Marcus ក៏បានដេញឲ្យ Kevin ទៅតាមរកខាល់ក៏ដូចជាសំទោសគាត់ផងដែរប៉ុន្តែអាប៉ែ Kevin ហ្នឹងគឺនៅតែចិត្តរឹងអញ្ចឹងគឺគាត់អត់ទៅនោះទេតែពេលនេះ Yoshi ក៏បាននិយាយថាទុកឲ្យគេជាអ្នកទៅវិញពេលដែល Yoshi កំពុងតែតាមរកខាល់ហើយពេលនោះក៏លឺសូរសំឡេងកំភ្លើងបាញ់ធ្វើឲ្យ Yoshi ភ័យមែនទែនហើយពេលនោះគេក៏បានស្រែកសួរទៅកាន់ខាល់ថាកំពុងតែធ្វើអីមិនបានគឺបាញ់គេអញ្ចឹងតែខាល់ក៏បានប្រាប់វិញថាមិនមែនបាញ់គេនោះទេគឺបាញ់ខ្លាដែលកំពុងតែនៅក្រោយគេនោះប៉ុន្តែពេលកន្លែងទៅគឺអត់មានខ្លានោះទេអញ្ចឹងបានន័យថាខាល់គឺបាញ់បញ្ចេញកំហឹងតែប៉ុណ្ណោះនៅពេលនេះពួកគេក៏កំពុងតែរៀបចំអីវ៉ាន់នៅលើក្បូនដើម្បីធ្វើដំណើរបន្តទៅមុខទៀតនៅពេលដែលរៀបចំនឹងចេញដំណើរខាល់ក៏បាននិយាយទៅកាន់ពួកគេទាំង3ថាសំណាងល្អហើយខាល់ក៏បានប្រាប់ពួកគេថាគេអត់ធ្វើដំណើរតាមទឹកទៀតនោះទេគឺគេនឹងដើរថ្មើរជើង Kevin ក៏បានប្រាប់វិញដែរថាមិនបាននៅខឹងគុំគួនជាមួយនឹងគេឬក៏ចង់ឲ្យគេនិយាយសុំទោសទើបអស់ចិត្តខាល់ក៏បានប្រាប់វិញថាគេអត់មានត្រូវការពាក្យសុំទោសនោះទេប៉ុន្តែដោយសារតែ Kevin គឺជាកាពីតែនចឹងហើយ Kevin សម្រាប់ចោះតែពេលនេះគឺយើងដឹងថាខាល់គឺកំពុងតែនិយាយឌឺតែប៉ុណ្ណោះហើយកន្លែងនេះគឺវាមានហេតុផលសមនឹងឲ្យខាល់ខឹងពួកគេផងដែរដោយសារតែខាល់បានលើកនៅជំរឿសមួយចំនួនប៉ុន្តែពួកគេអត់មានតាមខាល់នោះទេគឺតាមតែខ្លួនឯងទាំងដែលខាល់គឺមានបទពិសោធន៍ជាងពួកគេហើយអ្វីដែលធ្វើឲ្យខាល់អន់ចិត្តកាន់តែខ្លាំងគឺនៅពេលដែលនៅលើទឹកគឺ Kevin បានឆ្លោះជាមួយនឹងខាល់យ៉ាងខ្លាំងហើយខាល់ក៏បានរំលឹករឿងចាស់មកវិញគេនិយាយថាកាលពីមុនសម្លេង3ទល់នឹង1តែពេលនេះគឺ1ទល់នឹង3បន្ទាប់មកពួកគេក៏បានមកអង្គុយនិយាយភាសាគ្នាអញ្ចឹងទៅដើម្បីរកវិធីសាស្ត្រដោះស្រាយហើយពេលនេះពួកគេក៏ប្រហែលជាលែងបន្តដំណើរទៅមុខទៀតដែរដោយសារតែស្ថានភាពនៅពេលនេះគឺវាពិបាកលើសអ្វីដែលពួកគេបានគិតទៅទៀតចឹងហើយពួកគេគឺមានបំណងចង់ត្រឡប់ទៅវិញប៉ុន្តែពេលនេះដោយសារតែខាល់គឺគាត់មានបំណងថាគាត់នឹងត្រឡប់ទៅវិញតាមផ្លូវគោកហើយ Kevin គឺគេមិនគាំទ្រនោះទេគេចង់ទៅវិញតាមផ្លូវទឹកហើយពេលនេះ Yoshi ក៏បានទៅប្រាប់ Marcus ថាពេលនេះពួកគេនឹងមានកម្រងត្រឡប់ទៅវិញតែតាម Marcus គាត់យល់យ៉ាងណាដែរគាត់ចង់ទៅវិញតាមផ្លូវទឹកឬក៏គេចង់ត្រឡប់ទៅវិញតាមផ្លូវគោកមែនតើ Marcus គឺគាត់ចង់តាមផ្លូវទឹកដោយសារតែគាត់ឈឺជើងក៏ប៉ុន្តែគាត់ពិបាកចុះសម្រងជាមួយនឹង Kevin ណាស់ចឹងហើយគាត់ក៏ជ្រើសរើសជម្រើសមួយគឺគាត់នឹងទៅជាមួយនឹង Carl អញ្ចឹងគឺគាត់នឹងដើរទៅក្នុងព្រៃណាអ្នកនរគ្នាហើយចំពោះ Yoshi គាត់ក៏មិនអាចឲ្យ Kevin ទៅតាមផ្លូវទឹកតែម្នាក់ឯងនោះដែរដោយសារតែពេលនេះពួកគេមានគ្នា4នាក់ចឹងហើយបើសិនជា3នាក់ទៅតាមផ្លូវគោកម្នាក់ឯងទៅតាមផ្លូវទឹកគឺប្រកាសជាមានគ្រោះថ្នាក់នៅពេលដែលពួកគេសម្រេចហើយថា2នាក់ទៅតាមផ្លូវទឹកនិង2នាក់ទៅតាមផ្លូវគោកតែពេលនេះពួកគេក៏បានធ្វើការលាគ្នាហើយមុននឹងចេញដំណើរពួកគេក៏បានពិភាក្សាគ្នាផងដែរហើយជាពិសេស Carl គាត់ក៏បានប្រាប់ថា
កន្លែងណាដែលត្រូវឈប់កន្លែងណាដែលត្រូវបន្តដំណើរអីចឹងទៅព្រោះដោយសារគាត់មានបទពិសោធន៍អញ្ចឹងណាព្រោះដោយសារតែទឹកនៅទីនោះគឺវាមិនមែនហូរស្មើនោះទេដោយយើងបានឃើញពីដើមរឿងអញ្ចឹងពេលខ្លះក៏វាខ្លាំងពេលខ្លះក៏វាយឺតគឺវាអាស្រ័យទៅលើលំហូរនៃទឹកភ្លៀងមកពីលើឯណោះនិយាយចប់ពួកគេក៏បានចែកផ្លូវគ្នាត្រង់កន្លែងនេះអ្នកចូលព្រៃក៏ចូលព្រៃទៅហើយអ្នកធ្វើដំណើរតាមទឹកក៏ឡើងក្បូនទៅនៅពេលដែលធ្វើដំណើរតាមទឹកពួកគេក៏ជួបប្រទះបញ្ហាដូចតែមុនអញ្ចឹងក៏ប៉ុន្តែវាមិនជាថ្មីនោះទេដោយសារតែពេលនេះពួកគេយើងស៊ាំជាមួយនឹងទឹកផងដែរអញ្ចឹងហើយពួកគេអាចទប់ខ្លួននៅលើក្បូនបានហើយពួកគេក៏ធ្វើដំណើរមកដល់កន្លែងមួយដែលមានទឹកស្ងប់ហើយពេលនេះពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហូរផងសើចផងសប្បាយផងហើយក៏បានអោបគ្នានៅជ័យជំនះមួយនេះផងដែរដោយសារតែធ្វើដំណើរក៏មានភាពហត់ផងដែរអញ្ចឹងហើយពួកគេក៏បានសម្រាកនៅលើក្បូននោះទៅដែលទុកឲ្យក្បូនដែលតាមទឹកអីអញ្ចឹងណាសម្រាប់មិនបានយូរនោះទេពេលនេះយើងឃើញថាស្ថានភាពទឹកគឺមានការប្រែប្រួលទៀតហើយអញ្ចឹងហើយ Kevin គាត់ក៏បានដើរយូស៊ីភ្ញាក់ឡើងហើយពេលនោះដែរទឹកក៏បានច្រានក្បូនរបស់ពួកគេទៅបុកផ្ទប់ជាមួយនឹងផ្ទាំងថ្មមួយហើយយើងឃើញថាទឹកពិតជាហូរខ្លាំងមែនទែនមើលទៅគួរឲ្យខ្លាចហើយពេលនេះពួកគេទាំងពីរកំពុងតែជាប់ជាមួយនឹងថ្មនៅកណ្ដាលទឹកហូរដោយសារតែ Kevin គាត់គិតថាបើទ្រាំបែបនេះទៀតពួកគេនឹងហូរទៅតាមទឹកទាំងពីរច្បាស់ជាមិនខានអញ្ចឹងហើយ Kevin គាត់មានគំនិតមួយគឺគាត់នឹងហែទៅច្រាំងដើម្បីកាត់វល់ហើយបោះមកជួយយូស៊ីគឺខំព្យាយាមខាត់ Kevin មែនទែនដោយសារតែពេលនេះគឺវាពិតជាគ្រោះថ្នាក់បើសិនជា Kevin ហែលទៅហើយទឹកបោកទៅពួកគេប្រកាសជាបែកគ្នាប៉ុន្តែ Kevin មិនស្ដាប់យូស៊ីទេដែលគេគិតថាគេអាចធ្វើបានហើយមួយទៀតគឺដោយសារតែបន្តិចទៀតគឺទឹកប្រកាសជាហូរខ្លាំងអញ្ចឹងហើយបើសិនជាគេចង់ទៅគៀនគឺពិបាកខ្លាំងណាស់ហើយពេលនេះ Kevin ក៏បានទៅដល់ច្រាំងបានសម្រេចហើយពេលនោះ Kevin ក៏ស្រែកឲ្យយូស៊ីបោះកាំបិតមកឲ្យគេដើម្បីគេយកកាំបិតទៅកាត់ខ្សែវល្លិហើយបោះឲ្យយូស៊ីតោងដើម្បីមកដល់ច្រាំងប៉ុន្តែមិនទាន់បានហុចកាំបិតទៅឲ្យ Kevin ផងយូស៊ីក៏ត្រូវបានទឹកវាយកប់ទៅក្នុងបាត់ទៅហើយប៉ុន្តែយូស៊ីពេលនេះគឺមិនទាន់មានការអ្វីនោះទេគឺគាត់នៅមានសំណាងល្អដោយសារតែពេលនេះទឹកបានស្រក់ទៅវិញហើយក៏បានហូរនាំគាត់មកដល់ច្រាំងថ្មផងដែរកំពុងតែតោងឡើងទៅខាងលើនឹងប៊ីនឹងធ្លាក់ទៀតរអិលដៃរអិលជើងប៊ីធ្លាក់ចុះមកខាងក្រោមហើយយូស៊ីគាត់នៅតែខំប្រឹងស្រែកហៅឈ្មោះ Kevin មិត្តភក្តិរបស់គាត់ហើយមើលទៅកន្លែងនេះគឺពិតជាកំសត់មែនតើអ្នកនរគ្នាហើយយើងមើលមកគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនតើហើយនៅពេលដែលយូស៊ីកំពុងសម្រាកនឹងយើងឃើញថាកាបូបរបស់គាត់នឹងក៏ត្រូវបានអណ្ដែតតាមទឹកទៀតហើយនៅក្នុងកាបូបនឹងវាមានស្បៀងខ្លះវាមានរបស់ចាំបាច់ដែលគាត់ត្រូវប្រើអញ្ចឹងណាប៉ុន្តែយូស៊ីមិនបោះបង់នោះទេគាត់ក៏បានហក់ចូលទៅខាងក្នុងទឹកដើម្បីស្រោចស្រង់កាបូបរបស់គាត់មកវិញនៅពេលដែលយកកាបូបគាត់ហើយយូស៊ីក៏ខំប្រឹងរត់បដាស្រែកបដាហើយទៅដល់ទីណាគាត់ស្រែកឈ្មោះហៅ Kevin មិត្តភក្តិរបស់គាត់ដែរធ្វើដំណើរបន្តទៅមុខទៀតយូស៊ីក៏បានឃើញដើមឈើមួយដែលមានផ្លែអាចហូបបានហើយពេលនេះគេប្រង់នឹងឡើងដើមឈើដើម្បីបេះផ្លែនោះទៅហើយប៉ុន្តែដើមឈើនោះក៏មានពស់មួយក្បាលនៅក្នុងនោះផងដែរគេក៏ធ្លាក់ចុះមកវិញប៉ុន្តែយូស៊ីមិនបានបោះបង់នោះទេដោយសារតែពេលនេះគេកំពុងតែឃ្លានផងដែរគេត្រូវការចំណីហើយមួយទៀតយូស៊ីក៏បានចងចាំនៅពាក្យដែលខាលបានហៅគេថា Man of Action ឬក៏បានន័យថាបរិសុទ្ធដែលសកម្មអញ្ចឹងហើយពេលនេះយូស៊ីក៏បានឡើងទៅខាងលើម្ដងទៀតហើយក៏បានចាប់ពស់បោះមកខាងក្រោមហើយចុះពីលើដើមឈើមកវិញក៏ទាញដុំថ្មមួយដាក់ក្បាលពស់នោះប្រមាណដុំថ្មងាប់បាត់ទៅហើយយប់ឡើងគេកំពុងតែសម្រាកនឹងយូស៊ីក៏ចាប់ផ្ដើមសមាសម័យបាត់ហើយដោយសារតែពេលនេះនៅក្នុងព្រៃម្នាក់ឯងដល់អញ្ចឹងទៅសមាសម័យនឹកដល់រឿងណារឿងណីថាខ្លួនឯងកំពុងតែនៅក្នុងហាង burger អីអញ្ចឹងណាស្អែកឡើងយូស៊ីក៏បានបន្តដំណើរទៅមុខទៀតហើយពេលនេះគេក៏បានទាញផែនទីយកមកមើលដើម្បីអាចគិតថាខ្លួនឯងកំពុងតែនៅទីតាំងមួយណាអញ្ចឹងណាហើយស្របពេលនោះផងដែរក្បាលរបស់គេក៏ចាប់ផ្ដើមឈឺផងដែរហើយយើងឃើញថាមានដុំពកមួយនៅខាងលើហើយនៅពេលដែលគេប៉ះទៅគឺឃើញមានចលនាទៀតហើយយើងដឹងថាមានស្អីនៅក្នុងក្បាលគេនោះទេហើយពេលនេះគឺយប់ទៀតហើយគឺដល់ពេលដែលគេត្រូវសម្រាកទៀតហើយនៅពេលដែលគេសម្រាកម្ដងហ្នឹងគឺគេតែងតែវង្វេងតែងតែយត់សពអីអញ្ចឹងទៅហើយនៅពេលនេះគឺគេយត់សពឃើញម៉ាកូមិត្តភក្តិរបស់គេប៉ុន្តែនៅពេលដែលគេប្រចាំងពិលទៅគឺឃើញថាអត់មានអ្នកណានៅទីនេះទេហើយពេលនោះក៏ឮសំឡេងសត្វខ្លាមួយដែលចង់មកស៊ីគេហើយគេក៏បានទាញហ្គាសរួមជាមួយនឹងដាច់កេះហើយក៏បានដុតដើម្បីបាញ់ឲ្យសត្វខ្លានោះរត់បាត់ទៅហើយព្រឹកឡើងហ្នឹងក្បាលគេក៏ចាប់ផ្ដើមធ្វើទុកទៀតហើយដល់ពេលនេះគឺយូស៊ីពិតជាឈឺចាប់ខ្លាំងមែនតើហើយពេលនេះគាត់ក៏សម្រេចចិត្តថាយកអាជាទៀសហ្នឹងគឺចាប់អាស្អីគេដែលនៅក្នុងក្បាលគាត់ចេញតែម្ដងណាហើយនៅពេលដែលគាត់ចាប់ទាញចេញមកហ្នឹងមានសត្វស្អីគេនៅក្នុងក្បាលគាត់ឡើងប្រវាយណានហើយវាលោតផ្លត់យងមើលទៅគឺគួរឲ្យខ្លាចខ្លាំងមែនតើអាហ្នឹងខ្ញុំមិនដឹងថាគេហៅជាពពួកតេនញ៉ាឬក៏ពួកប៉ារ៉ាស៊ីតឬក៏ពួកមេរោគអីខ្ញុំអត់ដឹងដែរអ្នកនរគ្នាប៉ុន្តែយើងឃើញថាវាមើលទៅគឺគួរខ្លាចហ្មងណាបន្ទាប់ពីយកអាសត្វស្អីគេហ្នឹងចេញពីលើក្បាលរបស់គាត់ហើយយូស៊ីក៏បានធ្វើដំណើរបន្តធ្វើដំណើរមកដល់កន្លែងនេះគឺឃើញថាមានដើមឈើដែលត្រូវបានគេកាប់ចំណាំអញ្ចឹងហើយគឺគិតថាកន្លែងនេះប្រកាសជាមានមនុស្សធ្លាប់មកដល់គេខំស្រែកហៅគេអញ្ចឹងណាដើម្បីគេលោថាមានអ្នកភូមិអាចជួយគេបានឲ្យធ្វើដំណើរបន្តគេក៏ឃើញមានសុទ្ធអ្វីមួយយ៉ាងមានពណ៌ខៀវណាហើយនៅពេលដែលគេបកទៅគឺឃើញថាមានកូនសត្វនៅក្នុងសុទ្ធនោះអញ្ចឹងហើយពេលនេះយូស៊ីមិនដាច់ចិត្តទេហើយគេក៏ធ្វើការសុំទោសទៅកាន់សុទ្ធនោះប៉ុន្តែទោះយ៉ាងណាគេត្រូវតែញ៉ាំដែរតែស្អែកពេលនេះគឺគ្មានអីញ៉ាំនោះទេគឺឃ្លានខ្លាំងមែនតើហើយបើគេមិនញ៉ាំទេគឺគេនឹងស្លាប់នៅទីនេះអញ្ចឹងហើយយើងឃើញថាយូស៊ីគឺញ៉ាំទាំងវេទនាញ៉ាំទាំងលំបាកញ៉ាំទាំងបិទភ្នែកបិទច្រមុះអញ្ចឹងណាបន្ទាប់ពីញ៉ាំសុទ្ធទាំងពីរនោះហើយគេក៏ធ្វើដំណើរបន្តទៅមុខទៀតហើយពេលនេះយូស៊ីក៏បានដើរមកដល់កន្លែងមួយ
ប៉ុន្តែគេក៏បានអត់សង្ឃឹមជាមួយនឹងកន្លែងដែលគេដើរមកដល់ទីនេះដោយសារតែទីនេះគឺជាកន្លែងដែលពួកគេធ្លាប់បានដុតភ្លើងនៅទីនេះធ្លាប់បានរស់នៅសម្រាប់អីចឹងទៅអញ្ចឹងបានន័យថាយូស៊ីគឺដើរមកដល់កន្លែងដដែលហ្នឹងហើយយូស៊ីក៏បានសម្រាប់នៅទីនោះទៅហើយឆ្លៀតពេលនោះផងដែរគេក៏បានមើលជើងរបស់គេតែពេលនេះជើងរបស់គេក៏បានឡើងមេរោគក៏បានឆ្លងជាមួយនឹងមេរោគពីព្រោះថាចូលក្នុងទឹកចូលក្នុងអីអញ្ចឹងណាហើយវាសើមវាផ្អាប់អីអញ្ចឹងទៅដល់អញ្ចឹងហើយវាឆ្លងជាមួយនឹងមេរោគដែលមើលទៅគឺដូចជារបួសរបស់ម៉ាខូយ៉ាងអញ្ចឹងហើយនៅពេលដែលមានរបួសជើងបែបនេះគេក៏បាននឹកឃើញទៅដល់ម៉ាខើមិត្តភក្តិរបស់គេហើយគេយល់អារម្មណ៍ថានៅពេលដែលមានបញ្ហាបែបនេះគឺវាពិបាកធ្វើដំណើរខ្លាំងណាស់ព្រឹកឡើងយូស៊ីក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយគេក៏ឃើញថាមានដានស្បែកជើងនៅប្រឡាក់ជាមួយនឹងដីអញ្ចឹងហើយគេគិតថាមិត្តភក្តិរបស់គេគឺ Kevin នឹងដើរមកដល់ទីនេះហើយយូស៊ីក៏ខំស្រែកហៅមិត្តភក្តិរបស់គេ Kevin អីចឹងទៅប៉ុន្តែអត់មានអ្នកណាឆ្លើយតបនោះទេខំស្រែកហៅមួយសន្ទុះយូស៊ីក៏កលេចទៅឃើញសម្បកសុទ្ធដែលគេបានញ៉ាំកាលពីមុនហើយនៅពេលដែលគេយកស្បែកជើងទៅឡជាមួយនឹងដានជើងនោះទៅគឺឃើញថាមានទំហំប៉ុនគ្នាអញ្ចឹងបានន័យថាយូស៊ីគឺដើរមកដល់កន្លែងដដែលទៀតហើយគេពិតជាខឹងខ្លាំងមែនទែននៅពេលនេះគេបោកជាមួយនឹងកតាបរបស់គេទៅនឹងដីគឺបោកយកតែម្ដងដោយសារតែខឹងជាមួយនឹងព្រៃនេះមែនទែននៅពេលដែលកំពុងបោកឲ្យបានហ្នឹងគេក៏បានសម័យនឹកឃើញទៅដល់ក្រុមគ្រួសាររបស់គេតាមពិតទៅ Kevin គឺជាកូនរបស់អ្នកមានស្រុកស្ដំម្នាក់ប៉ុន្តែគេមិនបានទៅធ្វើធុរកិច្ចជាមួយនឹងឪពុកម្ដាយរបស់គេនោះទេគេសម្រេចចិត្តដើរចេញដើម្បីផ្សងព្រេងនៃខ្លួនឯងហើយពេលនេះគេក៏បានយកសម្ដីរបស់ Carl មកគិតឡើងវិញថានៅពេលដែលដើរតាមព្រៃនេះគឺត្រូវរក្សាខ្លួនឯងជាមួយនឹងទន្លេយើងដើរនៅលើព្រៃមែនប៉ុន្តែយើងដើរទៅតាមបណ្ដោយខ្សែទឹកអីចឹងទៅគឺវានឹងអាចត្រឡប់ក្រោយវិញហើយពេលនេះកំពុងធ្វើដំណើរបន្តទៅមុខទៀតនឹងគេក៏ជួបជាមួយនឹងព្យុះភ្លៀងផ្គររន្ទះដ៏ខ្លាំងចឹងហើយពេលនេះនឹងគេក៏រកកន្លែងក្រោមដើមឈើមួយដើម្បីសម្រាកនៅពេលដែលកំពុងសម្រាកយូស៊ីក៏បានសម័យទៀតហើយពេលនេះគេសម័យទៅដល់ថាគេកំពុងលេងល្បែងនៅក្នុងកាស៊ីណូហើយគេក៏បានលេងឈ្នះអីចឹងទៅហើយពេលនេះគឺមាននារីស្អាតម្នាក់មកចោមរួមគេហើយក៏បានតែជាមួយគ្នាអីចឹងទៅយូស៊ីរបស់យើងយ៉ាប់តែម្ដងនៅពេលដែលអញ្ចឹងហើយនៅឆ្លៀតសម័យឃើញនារីទៀតហើយយើងក៏លេខមកមើល Kevin វិញគឺពេលនេះគឺគេបានអណ្ដែតមកដល់ភូមិមួយហើយពេលនេះក៏ឃើញថាមានឪពុកកូនម្នាក់បានជួយសង្គ្រោះគេពេលដែលចូលទៅដល់ភូមិមិនយូរទេ Kevin ក៏បានទៅប្តឹងប៉ូលីសដើម្បីឲ្យជួយរកមិត្តភក្តិរបស់គេគឺយូស៊ីហើយគេក៏បានប្រាប់ថាមិត្តភក្តិរបស់គេបានមកវិញនៅក្នុងព្រៃបានបែកគ្នានៅក្នុងព្រៃអីចឹងទៅឲ្យទៅជួយសង្គ្រោះអញ្ចឹងណានៅពេលដែល Kevin កំពុងតែចេញដំណើររកយូស៊ីនឹងពួកគេក៏បានជិះហេលីកូបទ័រមួយដើម្បីស្វែងរកយូស៊ីហើយពេលនោះយូស៊ីក៏មើលពីក្រោមមកឃើញមានហេលីកូបទ័រគេក៏ខំយកកណាត់ក្រហមមួយដើម្បីបក់ឲ្យ Kevin មើលឃើញគេក៏ប៉ុន្តែយើងដឹងហើយដោយសារតែព្រៃនៅខាងក្រោមគឺវាស្ដុកខ្លាំងមែនទែនអញ្ចឹងហើយ Kevin គឺមើលអត់ឃើញយូស៊ីនោះទេហើយពេលដែលជិះនៅខាងលើហ្នឹង Kevin ក៏បានប្រាប់ pilot ថាឲ្យទម្លាក់កម្ពស់ហេលីកូបទ័របន្តិចហើយលោថាអាចរកឃើញយូស៊ីអីចឹងទៅប៉ុន្តែ pilot បានប្រាប់មកវិញថាដោយសារទីនេះមានតំបន់ភ្នំគឺមិនអាចទម្លាក់ទាបបានទេហើយយូស៊ីពេលនេះគឺគេពិតជាឈឺចាប់ខ្លាំងមែនទែនដោយសារតែពេលនេះគឺមានមិត្តភក្តិរបស់ខ្លួនមកជួយហើយប៉ុន្តែបែរជារកគ្នាមិនឃើញនិយាយទៅអាកាសរស់វាមានតិចសម្រាប់យូស៊ីហើយដល់ពេលជួបគ្នាអញ្ចឹងហើយរកគ្នាអត់ឃើញទៀតសម្រាប់យើងអ្នកមើលហ្នឹងក៏មានអារម្មណ៍ថាពិតជាស្ដាយខ្លាំងមែនទែននៅពេលដែលត្រឡប់មកវិញ Kevin ក៏មិនបានបោះបង់នោះទេគេនៅតែបន្តសុំឲ្យប៉ូលីសទៅជួយអញ្ចឹងប៉ុន្តែប៉ូលីសក៏បានប្រាប់ទៅកាន់គេវិញផងដែរថា3សប្តាហ៍ហើយគឺមិនអាចរកគេឃើញទេហើយណាមួយព្រៃនោះគឺវាមិនមែនជាព្រៃធម្មតានោះឡើយវាធំខ្លាំងមែនទែនអញ្ចឹងហើយទំហំនៃការរុករកនោះគឺវាពិតជាពិបាកខ្លាំងណាស់ហើយប៉ូលីសក៏បានប្រាប់ទៅកាន់គេផងដែរដើម្បីស្ងប់ចិត្តថាមិត្តភក្តិរបស់គេមិនប្រកាសតែនៅរស់នោះទេប៉ុន្តែ Kevin ក៏បានប្រកាសឲ្យប្រាប់ទៅកាន់ប៉ូលីសវិញថាគេជឿថាមិត្តភក្តិរបស់គេគឺអាចនៅរស់អាចនៅមានជីវិតហើយគេក៏ជឿតាមបេះដូងរបស់គេផងដែរគេមានអារម្មណ៍ដឹងថាយូស៊ីមិនទាន់ស្លាប់ទេហើយប៉ូលីសអ្នកនោះដោយសារតែឃើញថា Kevin គឺគេកំពុងតែមានការបដិញ្ញាចិត្តខ្លាំងយ៉ាងនេះគាត់ក៏បានណែនាំបរិសម្នាក់ដើម្បីឲ្យទៅជួយ Kevin ហើយបរិសម្នាក់នោះគឺគាត់ជាអ្នកជំនាញបើកទូឲ្យគាត់ស្គាល់ភូមិសាស្ត្រនៅទន្លេ Tuchi នៅពេលដែលទៅជួបបរិសម្នាក់នោះគាត់ក៏បានប្រាប់ថាគាត់បានបាត់មិត្តភក្តិរបស់គាត់នៅក្នុងព្រៃហើយប៉ែនោះក៏បានប្រាប់ទៅកាន់ Kevin វិញថាប្រហែលជាគ្មានសង្ឃឹមនោះទេដោយសារតែបាត់ខ្លួនយូរមកហើយប្រហែលជាស្លាប់បាត់ទៅហើយទោះបីជា Kevin ប្រឹងនិយាយយ៉ាងណាក៏ដោយក៏ប៉ែនឹងមិនព្រមជូនទៅដែរហើយនៅពេលនេះគឺអស់ជំរឿសទៅហើយ Kevin ក៏បានប្រាប់ទៅប៉ែនឹងតែម្ដងដោយសារតែគាត់គឺជាអ្នកធ្វើទូកលក់ចឹងហើយ Kevin ក៏បានប្រាប់ថាទូកនឹងតម្លៃប្រមាណបើឲ្យតែជូនគាត់ទៅគឺគាត់នឹងទិញយកទាំងអស់ប៉ែនោះពេលលើ Kevin និយាយបែបនេះគាត់ក៏មានអារម្មណ៍ថាប៉ែនឹងឈួតទេអីហើយគាត់អត់ជឿទេថា Kevin និយាយមែនគាត់គិតថា Kevin មកលេងសើចជាមួយគាត់អញ្ចឹងណាហើយ Kevin ក៏បាននិយាយមកឃ្លាទៀតថាមកជីវិតគាត់មិនដែលសមវល់អ្នកណាគេទេប៉ុន្តែពេលនេះគាត់សមវល់ប៉ែម្នាក់ហ្នឹងឲ្យជួយជូនគាត់ទៅរកមិត្តភក្តិរបស់គាត់មកប៉ែនឹងលឺដូច្នេះក៏ទន់ចិត្តផងដែរហើយក៏ព្រមជូន Kevin ចូលទៅក្នុងព្រៃទៅហើយយើងក៏លេចទៅមើលយូស៊ីពេលនេះគឺគេក៏បានដើរនៅក្នុងព្រៃបន្តទៀតហើយក៏បានជួបជាមួយនារីម្នាក់ដែលជាមនុស្សព្រៃហើយនៅពេលនារីដែលជាមនុស្សព្រៃម្នាក់នោះឃើញយូស៊ីគេក៏ខ្លាចដូចស្អីអញ្ចឹងណាមើលទៅដូចស្លន់ស្លោដូចឃើញសត្វចម្លែកអញ្ចឹងហើយយូស៊ីក៏ខំប្រឹងនិយាយជាមួយនារីម្នាក់នោះដើម្បីសម្របសម្រួលគ្នាដើម្បីឲ្យបានគ្នានៅក្នុងព្រៃអញ្ចឹងណាហើយនៅពេលដែលរឿងត្រជាក់ចិត្តហើយយប់ឡើងពួកគេក៏បានគេងអោបគ្នាអញ្ចឹងទៅដើម្បីផ្ដល់ភាពកក់ក្ដៅដោយសារតែពេលនេះគឺនៅក្នុងព្រៃគឺមានតែ2នាក់នោះទេប៉ុន្តែនៅពេលដែលគេងគេនឹងយូស៊ីក៏ដឹងខ្លួនមកឃើញថាគេគឺនៅតែម្នាក់ឯងនោះទេអញ្ចឹងហើយពេលនេះគឺយូស៊ីដឹងថាខ្លួនឯងនឹងគឺសម័យទៀតហើយបន្តដំណើរទៅមុខទៀតនឹងយូស៊ីក៏ដើរបណ្ដើរហើយពេលនេះខួរក្បាលរបស់គេគឺកាន់តែមានបញ្ហាទៀតហើយគេដើរបណ្ដើរគេសម័យបណ្ដើរលឺភ្លេងអីរំតែម្នាក់ឯងអញ្ចឹងទៅនៅក្នុងព្រៃបានន័យថាសតិរបស់យូស៊ីពេលនេះគឺកាន់តែវិលវល់ណាអ្នកនរគ្នាឥឡូវតែច្រៀងរំសប្បាយចុះឡើងហ្នឹងក៏ដើរធ្លាក់ចូលជាមួយនឹងល្បាប់នៅក្នុងផុកមួយទៅហើយគេមិនអាចតោងឡើងបានដោយស្រួលនោះ
ទេដោយសារតែផុកនោះគឺវាមានលក្ខណៈស្អិតហើយក៏បានស្រូបគេចូលទៅខាងក្នុងតិចម្ដងណាហើយអាផុកនោះផងដែរវាមានលក្ខណៈចម្លែកបើសិនជាយើងនៅស្ងៀមគឺវាមិនធ្លាក់ចុះក្រោមនោះទេតែបើសិនជាយើងរើវាចុះឡើងមានចលនាគឺវាកាន់តែស្រូបយើងទៅខាងក្រោមប៉ុន្តែគ្មានចលនាបែបនេះគឺវាមិនមែនជាដំណោះស្រាយនោះទេអញ្ចឹងហើយយូស៊ីក៏បានកលេចមើលទៅឃើញដើមឈើមួយដែលនៅជិតទីនោះអញ្ចឹងហើយគេក៏បានរំកិលខ្លួនបន្តិចម្ដងដើម្បីកាន់ដើមឈើនោះហើយទាញខ្លួនឯងឡើងទៅខាងលើបានជោគជ័យហើយពេលដែលឡើងមកដល់ខាងលើពេលនេះយូស៊ីគឺអស់កម្លាំងខ្លាំងមែនទែនគេមិនអាចបន្តទៅមុខបានទេហើយពេលនេះគេក៏បានសម័យនឹកឃើញទៅដល់នៅពេលដែលគ្រាមួយដែលគេសាងសង់ក្បូនគឺគេត្រូវបានសមោចមួយខំគេអញ្ចឹងហើយពេលនេះគេនឹកឃើញវិធីមួយយ៉ាងគឺគេនឹងឲ្យសមោចនឹងខំលើខ្លួនគេម្ដងទៀតដើម្បីដាស់ស្មារតីគេកុំឲ្យគេវង្វេងតទៅទៀតដើម្បីផ្ដល់នូវកម្លាំងចុងក្រោយឲ្យគេរត់ទៅកាន់ទឹកទន្លេអញ្ចឹងហើយពេលនេះយូស៊ីក៏បានខំប្រម៉ែប្រមូលនូវកម្លាំងចុងក្រោយដើម្បីយកដើមឈើឲ្យសមោចទាំងអស់នោះធ្លាក់មកខំគេហើយនៅពេលដែលសមោចទាំងអស់នោះខំគឺយូស៊ីពិតជាឈឺចាប់ខ្លាំងមែនទែនហើយគេក៏ខំប្រឹងរត់រហូតទៅដល់ច្រាំងទន្លេហើយយប់ឡើងនឹងរៀបចំនឹងសម្រាប់គេឃើញថាមានសត្វអណ្ដើកមួយវាមករកគេយូស៊ីពេលនោះគឺកាន់ដុំថ្មរៀបនឹងសម្លាប់អណ្ដើកនឹងធ្វើជាចំណីបាត់ទៅហើយប៉ុន្តែគេក៏បានទប់អារម្មណ៍ផងដែរថាពេលនេះគឺមានតែគេហើយនឹងអណ្ដើកនឹងទេហើយបើសិនជាគេសម្លាប់អណ្ដើកនឹងទៀតគឺគេប្រកាសជាឯកាទៀតហើយចឹងហើយគេក៏បានយកអណ្ដើកនោះធ្វើមិត្តភក្តិរបស់គេហើយក៏និយាយគ្នាលេងអញ្ចឹងទៅបំបត្តិការអបសក់ណាហើយពេលនោះយូស៊ីក៏បានមើលទៅកាន់ផ្ទៃមេឃដែលឃើញផ្កាយដ៏ស្រស់ស្អាតហើយពេលនេះគឺគេមើលទៅខាងលើប្រកបដោយក្តីសង្ឃឹមគេជឿជាក់ថាគេនឹងអាចរួចផុតចេញពីទីនេះហើយពេលព្រឹកឡើងមកដល់ Kevin ក៏បានធ្វើដំណើរមកដល់ទីនេះប៉ុន្តែនៅពេលដែលធ្វើដំណើរមកដល់ទីនេះគឺអត់ឃើញវត្តមានរបស់យូស៊ីនោះទេហើយនៅពេលនោះដែរអ្នកបើកទូកនោះក៏បានប្រាប់ Kevin ថាពួកគេអាចមកដល់ត្រឹមទីនេះទេបើសិនជាបន្តដំណើរទៅមុខទៀតគឺមិនអាចទៅបានឡើយដោយសារតែនៅទីនេះគឺមានទឹកហូរខ្លាំងណាស់ទូករបស់ពួកគេមិនអាចទប់ជាប់នោះទេហើយយើងមើល Kevin វិញគឺពិតជាសោកស្ដាយខ្លាំងមែនទែនដោយសារតែគេខំប្រឹងប្រែងអស់លទ្ធភាពហើយដើម្បីស្វែងរកមិត្តភក្តិរបស់គេហើយពេលនេះ Kevin ក៏បានត្រឡប់ទៅវិញទាំងទឹកមុខអស់សង្ឃឹមហើយនៅពេលនោះផងដែរយូស៊ីក៏បានលើអ្នកទាំងពីរនោះនិយាយគ្នាចឹងហើយគេក៏បានដឹងខ្លួនហើយក៏បានក្រោកឡើងខំប្រឹងវាមករកអ្នកទាំងពីរហើយពេលនោះយូស៊ីក៏ខំប្រឹងស្រែកហៅដែរប៉ុន្តែដោយសារតែគាត់អស់កម្លាំងខ្លាំងពេកគាត់គ្មានកម្លាំងសូម្បីតែហើបមាត់ហៅឈ្មោះថា Kevin ហើយពេលនេះគាត់ក៏ខំប្រឹងក្រោកឈរឡើងហើយក៏បានសម្លឹងមើលទាំងអស់សង្ឃឹមនិងគាត់គិតថាមិត្តភក្តិរបស់គាត់គឺមិនឃើញគាត់នោះទេគាត់បានត្រឹមតែស្រែកហៅមិត្តភក្តិរបស់គាត់ Kevin ដោយខ្សើមិនមានសំឡេងហើយដោយសារតែពេលនោះ Kevin គាត់មិនដាច់អាឡ័យជាមួយនឹងកន្លែងដែលគាត់គិតថាមិត្តភក្តិរបស់គាត់នឹងនៅទីនេះ Kevin គាត់ក៏បានសម្លឹងមើលមកទីនេះម្ដងទៀតស្រាប់តែពេលនោះគាត់ក៏បានឃើញវត្តមានមិត្តភក្តិរបស់គាត់គឺយូស៊ី ហើយពេលនោះពួកគាត់ក៏បញ្ញាទៅជួយយូស៊ីហើយចំពោះយូស៊ីវិញគឺពិតជារំភើបខ្លាំងមែនទែនដោយសារតែខ្លួនឯងគិតថាខ្លួនឯងនឹងស្លាប់នៅក្នុងព្រៃបាត់ទៅហើយប៉ុន្តែគាត់នៅតែមិនបោះបង់ទេគាត់តែងតែនឹកឃើញថាមិត្តភក្តិរបស់គាត់នឹងត្រឡប់មកជួយគាត់វិញកន្លែងចុងក្រោយនេះអត់មានមើលពេលខ្លះចង់សក់ទឹកភ្នែកម្ដងដែរនឹងអរគ្នាវាកំសត់ខ្លាំងពេកហើយនៅពេលដែលចូលទៅក្នុងភូមិវិញក៏មានអ្នកភូមិមួយចំនួនមកទទួលស្វាគមន៍គេអបអរសាទរដែលគេត្រឡប់មកវិញមានជីវិតរស់បន្តអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាសាច់រឿងគឺមានតែប៉ុណ្្នឹងទេហើយរឿងនេះសម្រាប់ admin គឺពិតជាល្អមើលខ្លាំងមែនទែនមើលប្រហែលដងក៏មើលអត់សាំនោះដែរហើយ admin ក៏សង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តរឿងនេះហើយក៏លើកទឹកចិត្តឲ្យទៅមើលរឿងពេញផងដែរដោយសារតែវាពិតជាល្អមើលខ្លាំងមែនទែនអញ្ចឹងដោយរាល់ដងដែរបើសិនជាអ្នកនរគ្នាមកថ្មីហើយមើលវីដេអូមកដល់ទីនេះកុំភ្លេច Subscribe ឲ្យមានម្នាក់មួយផងហើយយើងជួបគ្នានៅវីដេអូសម្រាប់រឿងក្រោយៗទៀតជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយ